ចំពោះប្រជាពលរដ្ឋដែលបានទិញផ្ទះទិញអីហើយមានសម្បត្តិស្នាមច្បាស់លាស់ហើយពីបរិយដែលបានខ្សែធនទៅហើយគោលការណ៍ឲ្យទៅក្រសួងចុះបញ្ជីហើយចេញប្លង់ឲ្យគាត់ទៅហើយគាត់អាចយកទៅក្លេមបើក្រម70000ក្លេមរួចពន្ធប្រថាប់ត្រាដូចគ្នាជូនទៅទៀតអត់ឲ្យពិបាកព្រោះឥឡូវធ្វើម៉េចសិតតែរងគ្រោះទាំងអស់កុំឲ្យរងគ្រោះជន់រងគ្រោះហើយរដ្ឋមិនមានអីក្រៅពីជួយសម្រាប់បន្ទុកបងប្អូនបាទអញ្ចឹងតាក់ទងរឿងបរិយអញ្ចឹងសូមជប់បញ្ជាក់សារលើនេះបាទហើយសូមឲ្យមន្ត្រីពន្ធដាររបស់យើងអគ្គនាយកដ្ឋានពន្ធដារនឹងផ្ដល់គោលការណ៍ទៅឲ្យមន្ត្រីពន្ធដារតាមរាជធានីខេត្តផងបាទដើម្បីអនុវត្តឲ្យត្រូវតាមគោលការណ៍នេះព្រោះចង្កាលថ្នាក់លើអូខេស្រាប់តែដល់រាជធានីខេត្តអត់អូខេឥឡូវទាំងបាល់ខេត្តមកទាំងអស់គ្នាជួយប្រាប់ទៅខាងពន្ធដារផងសាខាពន្ធដារនោះឲ្យខាងពន្ធដារគោលការណ៍គឺបែបនេះអញ្ចឹងគឺធ្វើម៉េចដើម្បីយើងជំរុញបាទហើយគោលការណ៍នេះពន្ធប្រថាប់ត្រាកន្លងទៅគឺយើងលើកឆ្នាំទៅខ្ញុំបានពជាដល់2024ឥឡូវតាមថ្ងៃមុនចែកមួយអាយដាមជាមួយអង្គការលីហ៊ូមានសំណុំពរពីខាងអស្ចារ្យអ្នកទ្របខ្ញុំឯកភាពឲ្យបន្ថែមទៅដល់ចុងឆ្នាំ2025តែម្ដងបាទ